Hello សួស្តីអ្នកនាងមកតបសូត្រមេរៀន SNL របស់យើងអូខេសម្រាប់ថ្ងៃនេះគឺយើងរៀនពី OTE តើការ set up OTE យើងមើលបែបម៉េចហើយសម្រាប់ OTE យើងវាស់មើលតាម frame ណាខ្លះអូខេសម្រាប់ដែលយើងវាស់ទៅលើ OTE យើងមើលទៅលើតាម frame 5 10នាទីកន្លែងដែលយើងគួរ set up ចូល5 10នាទីតែយើង set up មើលបែបម៉េចដើម្បីតែដឹងថាកន្លែងហ្នឹងទិសដៅ share ឬក៏ buy អូខេយើងមើលសិនអូខេcheck មើលសារកន្លែងនេះយើងមើល time frame 1ម៉ោងវាបានបង្កើតជា AVG bearish AVG មួយហើយយើងអូខេយើងមើលlạiនេះវាបានបង្កើត AVG ហើយយើងត្រូវកន្លែង swing high swing low អូខេ swing high ហើយសម្រាប់ swing high អូខេយើងត្រូវ swing low ណា swing low យើងរក swing high swing low ដើម្បីយើងមកវល់ OTE អូខេយើងមើល time frame មកអូខេវាបានបង្កើតជា AVG bullish មួយAVG bearish មួយឡើយនេះវាបានបង្កើតជា kilovolt យើងមួយទៀតអូខេ kilovolt អូខេយើងបាយមើល5នាទីយើងលុបសិនខ្ញុំបញ្ជាក់គ្នាយើងចាំយើងវាស់ OTE ហើយចាំយើងមក AVG ឬក៏ kilovolt យើងមុននឹងវាស់យើងរក swing high swing low សិនអាហ្នឹងមិនត្រូវយើងអត់ទៅ AVG មុនទេអានេះគាត់តែមួយទីហោមើលទេឲ្យយើងងាយស្រួលយល់រក swing high swing low តែយើងវាស់បែបម៉េចអូខេហើយខ្ញុំប្រាប់ setting គ្នាយើងអូខេសម្រាប់ OTE យើងវាស់ពី swing high មក low ហ្នឹងសម្រាប់យើង set up sell ហើយសម្រាប់ buy យើងវាស់ពី swing low ទៅ swing high ហ្នឹងសម្រាប់ set up buy អូខេយើងក៏ឃើញហើយតើសម្រាប់OTE នេះវាស់យើងចាំមក0លេខណា0 sell ឬក៏0 buy យើងចាំនៅ0នេះចន្លោះពី79មក62អាហ្នឹងឡើយ0យើងទៅមានន័យថា sell មកវិញ0 sell អូខេ0 sell គឺនៅចន្លោះនេះ79 and 75 and 62អាហ្នឹងចន្លោះហ្នឹងឯ0ដែលយើងគួរ sell គួរ buy អូខេហើយសម្រាប់ OTE ហ្នឹងវាស់យើងដឹងថា flow វាទៅណាទេមានថាយើងសារហ្នឹងវាចាក់ដល់ប្រមាណវា break ចុះមកវិញអាហ្នឹងពិបាកដែរគ្នាយើងពិបាកឲ្យមើលដូចជា RBS ឬ SBR classic and other block ឬក៏ kilovolt ដែលយើងពិបាកមើលអញ្ចឹងហើយអា OTE នេះយើងអាចជំនួសបានមានថាជំនួយយើងបានអាចជួយយើងបានអូខេ OTE យើងកន្លែងមកជំមើល OTE នេះតែកន្លែងនេះវាមានអីស្ដាប់ខ្លះអូខេយើងកន្លែងនេះឃើញកន្លែងនេះវា sweep liquidity ហ្នឹងហើយវាមក clear liquidity strong liquidity វា clear ហើយអូខេ liquidity ផ្សារនេះវាមក clear liquidity ឡើយនេះវាមានថាបដូរតម្រង់ទីផ្សារមក change operator វិញយើងកន្លែងនេះហៅ liquidity ក៏បានឬក៏ change operator វិញបានមានថាផ្សារនេះវាបដូរលំហូរទីផ្សារ break ធ្លាក់មកវិញ change operator កន្លែងនេះអូខេវាបានបង្កើតជា YouTube សួរមាន OTE នេះយើងវាស់ដើម្បីរក kilovolt ទេឬថាផ្សារហ្នឹងគឺដើរផ្សារវាចាក់ដល់ប្រមាណថាយើង set up ជំនួយអូខេយើងកន្លែងមកមើលឡើងនេះវាបានចាក់ចេញ SBR នេះអូខេខ្ញុំលុប OTE ចេញ swing high and swing low កន្លែងនេះចាក់ចូល kilovolt kilovolt
kilowatt swing high swing low នេះខ្ញុំលុបចោល okay swing high swing low okay សារឡើងនេះវាបានបង្កើតជា chain operator ទៀត chain operator យើងបាយមើល5នាទីតិច okay chain operator ឡើងនេះវាបានបង្កើតជា shift ឬក៏ MSS មានថាសារហ្នឹងវាបានបង្កើតជា shift ហើយវាចាក់ចូល kilowatt វាប្រែមកលើម្ដងទៀតមកលើម្ដងទៀតវាមកចាក់អីគេមកចាក់ដូចជា RBS នេះវាចាក់ RBS ឬក៏ឧទាហរណ៍ថា5នាទីយើងបានចូល kilowatt ឡើយនេះតែយើងមិនបាយមកមើល5នាទីទៅដើម្បីឲ្យ set up តើវាបានបង្កើត model ឲ្យខ្លះយើងអញ្ចឹងយើងបានចូលកន្លែងនេះ5នាទីយើងបានចូលកន្លែងនេះយើងបាយមក5នាទីដើម្បីចូលកន្លែងនេះក៏វាសុវត្ថិភាពដូចគ្នាដែរអាហ្នឹងក៏សម្រាប់យើងចែកទៀតដែលយើងថាអូខេយើងចូល set up ទី1ចូលអត់ទាន់អូខេយើងអាចបាយមកមើល time frame ទួយដើម្បី set up ថ្មីដូចគ្នាសម្រាប់ហ្នឹងយើង check មើល time frame 5នាទីយើងចូលអត់ទាន់ណាតែវាមាន set up ដូចគ្នាអូខេអានេះសម្រាប់យើងកលឹះទួយដែលចែកម្លែកឲ្យគ្នាយើងងាយស្រួលណាងាយស្រួលយល់ណាយើងអត់ណាចែកទីបែបនេះយើងមិនបង្ខំខ្លួនឯងចូលផ្សារទេណាយើងកុំចូលផ្សារទាំងមាន set up ណាយូរចូលហួសហើយយើងអត់មកបាយមើល time frame ទុយទេឡើយនេះវាបានបង្កើតជា BOS អូខេ BOS ហើយ BS យើងទៅមើល liquidity តែ liquidity វាមក clear គេអូខេអានេះសម្រាប់ liquidity ដែលទិសដៅវាមក clear អូខេliquidity sweep អូខេ liquidity kilowatt liquidity ហើយសម្រាប់ set up នេះវាយើងមើលជាស្ដែងវាអត់មានអីត្រូវពិបាកមើលទេគឺសាមញ្ញ set up នេះវាបានបង្កើត chain operator វាចាក់ចូល kilowatt នេះយើងវាស់ OTE អូខេយើងវាស់មកវា swing high មក swing low វាចាក់ចូលអី kilowatt យើងរកឡើយនេះឃើញ kilowatt ហើយសារឡើយនេះបានបង្កើត chain operator មួយទៀតឲ្យយើងងាយស្រួលខ្លាំងមែនទែនព្រោះមើលជាស្ដែង OTE វាអត់ស្មុគស្មាញទេគ្នាវាអត់ពិបាកទេ OTE តែយើងវាស់មកចាំមកតម្លៃផ្សារវាចាក់ចូលចាំមកវាចាក់ចូលមានចាំវាចាក់ចូល75% ចាំតម្លៃចាក់ចូល75% យើងរក kilowatt អូខេវាចាក់ចូលវាធ្លាក់មកវូយើងចាំមកបាយមើល5នាទីទៅតែ5នាទីវាបានបង្កើតឲ្យយើងខ្លះហ្នឹងសម្រាប់ចែកទីយើងកលឹះយើងទួយដែលយើង set up ទេព្រោះវាអត់ស្មុគស្មាញទេយើងមើលតែ flow time frame ធំទៅអូខេចាក់ចូល kilowatt ធ្លាក់មកវូហើយដោយសារទិន្នន័យព័ត៌មានទៀតមកបណ្ដោយអូខេហើយសម្រាប់ episode មេរៀន SNR យើងមានប៉ុណ្ណឹងឯងគ្នាយើងមានចង្អល់អីគ្នាយើងអាចcommentនៅខាងក្រោមវីដេអូខ្ញុំបានអូខេបាយបាយគ្នា